ចេញមកស្អាតដូចពិតមែនទេបងប្អូនអានេះស្រួលជាងកម្មវិធីផ្សេងទៀតហើយសាក់តែ free ទេ free ទាំងអស់ free generate បានច្រើនឃើញបងប្អូននេះអែមែននេះមកឆ្ងាញ់ហើយឃើញទេស្អាតបងប្អូនធ្លាប់តែឃើញគេធ្វើស្អាតនេះខ្ញុំប្រាប់ពីរបៀបធ្វើហើយបងប្អូននេះទៅខ្ញុំមិនលាក់មិនលាមអីទេអញ្ចឹងបង្ហាញឲ្យចេះទាំងអស់គ្នាទៅរៀនធ្វើទាំងអស់គ្នាអញ្ចឹងបងប្អូនគេបាទជម្រាបសួរអ្នកទាំងគ្នាថ្ងៃនេះខ្ញុំចៅអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបង្កើតរូបភាពថ្មីស្អាតបងប្អូនអញ្ចឹងតើតើរូបភាពប្រហែលបងប្អូនធ្លាប់ឃើញគេនេះតើតើបង្កើតចេះបងប្អូនរូបភាពស្អាតចេះអានេះរូបភាពគេពិតទេប៉ុន្តែយើងអាចឲ្យ AI គាត់ជួយ generate ឲ្យវាស្អាតអញ្ចឹងរូបភាពវាមានរូបភាពអញ្ចឹងខ្ញុំ copy ពី Google ពី Facebook អីមកទេយើងមានវាថាយើងមានជារូបភាពមកយើងស្រួលងាយស្រួលវាថាហ្នឹងដូចជាគំរូអញ្ចឹងយើងចង់បានគំរូអញ្ចឹងខ្ញុំទៅឲ្យ ChatGPT គេ generate ជា prompt មកអញ្ចឹងបងប្អូនចាំមើលអញ្ចឹងអត់មានពិបាកអីទេខ្ញុំបង្ហាញទៅអញ្ចឹងចូលមក browser ដូចគ្នាបងប្អូនចូលមកឥឡូវខ្ញុំចូលមក ChatGPT បងប្អូន ChatGPT អត់មានពិបាកទេបងប្អូនគ្រាន់តែវាយដាក់ chatgpt.com មកវាចេញហើយយើង connect មួយ mail connect មួយ Gmail យើងអីទៅចូលមកដល់កន្លែងហ្នឹងហើយអញ្ចឹងបងប្អូនអត់មានពិបាកអីទេហើយមួយទៀតតើតើកម្មវិធីនេះបងប្អូនអាច search នៅលើ Google ហ្នឹងឃើញហើយ Image FX នេះអាហ្នឹងដូចលើកមុនអញ្ចឹងខ្ញុំប្រាប់តើតើធ្វើបទភ្លេងដូចតែគ្នាទេ website តែមួយទេ option តែមួយទេអញ្ចឹងគ្រាន់នេះគេបង្កើតរូបមួយបង្កើតបទភ្លេងអញ្ចឹងបងប្អូនអញ្ចឹងimage fx ហ្នឹងបងប្អូនគ្រាន់តែវាយប៉ុណ្ណឹងទៅវាចេញហើយ connect មួយ mail មួយ Gmail មួយអីយើងទៅវាចូលមកដល់កន្លែងហ្នឹងហើយបាទអញ្ចឹងយើងអត់ទាន់ធ្វើអីទេនៅហ្នឹងយើងចូលមក ChatGPT ហើយយើងទៅយករូបភាពដែលយើងបានយកមិញហ្នឹងអូខេអញ្ចឹងខ្ញុំយករូបភាពនេះយើង upload មកហើយយើងវាយពាក្យថា grad the photo to room បងប្អូនអានថាម៉េចអានអញ្ចឹងណាគ្រាន់ខ្ញុំអានថាព្រំបងប្អូនព្រំ full detail អញ្ចឹងបងប្អូនអាចដូចលើកមុនអញ្ចឹងខ្ញុំប្រាប់អាចប្រើ Google ប្រើ Google ជួយ translate ឲ្យក៏បានដែរ detail អញ្ចឹងបងប្អូនវាយតែប៉ុណ្្នឹងទៅវា detail ជាព្រំមកឯងអញ្ចឹងបងប្អូនអញ្ចឹងនេះវា generate ជាព្រំមកអូខេអញ្ចឹងបន្ទាប់ពីបានព្រំហើយនេះហើយលឿនអញ្ចឹងបន្ទាប់ពីបានព្រំហើយបងប្អូនគ្រាន់តែ copy មកគឺងាយមែនតើហើយលឿនស្អាតធ្វើអញ្ចឹងយើងគ្រាន់តែផាសចូលមកបងប្អូនហើយនៅក្នុងនេះផងដែរវាមានខ្នាតវាបងប្អូនចង់បានខ្នាតជា4ជ្រុងជា landscape នេះ landscape ជាបឆោបងប្អូនចង់បានខ្នាតមួយណាឥឡូវខ្ញុំចង់បានខ្នាតជា4ជ្រុងសិនហើយយើងចុចមក create ណាចេញមកស្អាតដូចពិតមែនទេបងប្អូនអានេះស្រួលជាងកម្មវិធីផ្សេងទៀតហើយសាក់តែ free ទេ free ទាំងអស់ free generate បានច្រើនឃើញបងប្អូននេះអែមែននេះមកឆ្ងាញ់ហើយឃើញទេស្អាតបងប្អូនធ្លាប់តែឃើញគេធ្វើស្អាតនេះខ្ញុំប្រាប់ពីរបៀបធ្វើហើយបងប្អូននេះទៅខ្ញុំមិនលាក់មិនលាមអីទេអញ្ចឹងបង្ហាញឲ្យចេះទាំងអស់គ្នាទៅរៀនធ្វើទាំងអស់គ្នាអញ្ចឹងបងប្អូនឃើញនេះឃើញស្អាតចុះមកនេះមិនជាប់ select ជាប់ select នេះឃើញបងប្អូនស្អាតមែនតើណាគេមួយយ៉ាងហ៎ស្អាតទេអញ្ចឹងបងប្អូនអត់មានពិបាកអីទេបងប្អូនមានរូបភាពអីបងប្អូនអាចយករូបភាពនឹងមកជាឧទាហរណ៍អាហ្នឹងស្មើជាឧទាហរណ៍ហើយឲ្យ ChatGPT វា describe ហ្នឹងវាពិពណ៌នាឲ្យថាមានអីខ្លះអញ្ចឹងបងប្អូនហើយយើងមើលទៅអាណាតំណងឯងយើង down ផុសអីអញ្ចឹងទៅហើយFull HD ទៀតស្អាតច្បាស់អានេះច្បាស់បងប្អូនຂະຫນាតវាច្បាស់ល្អយើងយកទៅប្រើការបានផុសរលុយ
YouTube Facebook អីយើងអាចផុសបានអញ្ចឹងឧទាហរណ៍ឥឡូវបានម៉ូតនឹងមួយឥឡូវខ្ញុំចង់បានមួយទៀតអញ្ចឹងអត់មានពិបាកអីទេចូលដូចគ្នាបងប្អូនចូលដូចគ្នាហើយយើងយករូបមួយទៀតមកនេះរូបខ្ញុំមាន2រូបហើយអានេះយើងអត់មានសរសេរ full ទេគ្រាន់តែយើងសរសេរថា one more ហ្នឹងមានន័យថាឲ្យវាធ្វើអញ្ចឹងgenerate អញ្ចឹងម្ដងទៀតអញ្ចឹងអត់មានពិបាកអីទេបងប្អូនងាយហើយសង្ឃឹមថាបងប្អូនធ្វើបានហើយខ្ញុំចែកម្លែកនេះគឺចែកម្លែកចេញពីចិត្តបងប្អូនអត់មានអីទេចែកម្លែកចេញពីចិត្តមកហើយសង្ឃឹមថាបងប្អូនយកទៅរៀនចេះធ្វើហើយ generate បានទូទៅបងប្អូនចង់ generate ពីអីក៏បានដែរសំខាន់ឲ្យមានរូបជាឧទាហរណ៍ជា sample ឲ្យ ChatGPT ទៅវា generate ឲ្យអូខេនេះបងប្អូន mode ផ្សេងទៀតអូខេ mode ផ្សេងទៀតបងប្អូនចង់បានម៉េចទេទេសភាពស្រុកស្រែចំការមួយអែមអូខេស្អាតដែរនេះទេសភាពស្រុកស្រែចំការបងប្អូនចង់បានរូបមួយណាមើលមួយណាតំណងពេញចិត្តអីបងប្អូនយកមួយហ្នឹងទៅអញ្ចឹងអូខេបងប្អូនអូខេហ្នឹងហើយវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនធ្វើបានហើយបើមានចង្អល់ឬឆ្ងល់កន្លែងណាអាច comment សួរបានអត់អីទេខ្ញុំរីករាយនឹងប្រាប់ទៀតបាទអរគុណបាយបាយ